សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញការងារខ្ញុំងារបងប្អូនថ្ងៃហ្នឹងខ្ញុំលក់ខ្ញុំចេញឡានខ្ញុំអស់ហើយបងប្អូនប្រហែលជាឆ្ងល់ហើយថាខ្ញុំឃើញខ្ញុំថតនិយាយអត់ដឹងក្បាលដឹងកតុយនិយាយថតរឿងឡានណាឥឡូវខ្ញុំប្រាប់ក៏ប៉ុន្តែខ្ញុំអ្នកដើរបោះដុំគ្រឿងជួអញ្ចឹងណាបងប្អូនគ្រឿងក្មេងលេងអញ្ចឹងនេះឡានមានឡានច្រើនម៉ូតអញ្ចឹងខ្ញុំពេលខ្លះខ្ញុំអត់និយាយចំតែខ្ញុំជាអ្នកបោះដុំបោះអីចឹងទេនិយាយលេងពេលខ្លះថតបែបនិយាយអត់ដឹងក្បាលនឹងកតុយបែបថតកូនឡានអីចឹងណាហើយឥឡូវខ្ញុំនិយាយត្រង់ហ្មងទៅគឺពិតទៅគឺខ្ញុំអ្នកដើរបោះដុំហ្នឹងអាហ្នឹងបោះអស់លេងបងប្អូនបាទខ្ញុំដឹកខ្នាតតូចដែរទេគឺខ្ញុំដឹកបែបលម្អទេបងប្អូនវាខ្នាតតូចហើយថ្ងៃនេះអស់ហើយយើងដូចជាដាក់មកមុខ20 30 40ឡានចឹងណាព្រោះមានច្រើនម៉ូតអញ្ចឹងអីគឺនៅតែពួកនេះនៅខ្លះហើយនឹងពួកតូចអានេះកូនកំមុំបងប្អូនកូនកំមុំយើងសម្រាប់តូចអញ្ចឹងហើយគឺខ្ញុំជឿតែថតឲ្យនិយាយរឿងចែកបងប្អូនលេងអញ្ចឹងព្រោះខ្ញុំអត់សូវហ៊ាននិយាយចំដែរព្រោះយើងពេលខ្លះទៅក៏ខ្លាចនិយាយខុសទៅខ្លាចគេចាប់គេអីចឹងកម្មYouTube គេចាប់គេថាចុះអីចឹងណាខ្ញុំក៏ដៃថ្មីដែរបងប្អូនខ្ញុំលេងយូរតែគាត់ថាយើងវាអត់យើងដៃថ្មីតែគេគាត់ថាយើងអត់ចេះតែលេងអត់សូវមានបទពិសោធន៍ចឹងអត់សូវហ៊ាននិយាយអីពីអានេះពួកកូនឡានបងប្អូនកូនឡានខ្ញុំនៅអានេះក៏នៅច្រើនតូចបងប្អូនឃើញអត់មានគ្រប់ពណ៌ហើយនឹងឡានទឹកដីខ្ញុំនៅក្រុមមាននៅតែនឹងច្រើនបើធំចេញអស់ហ្នឹងចេញឲ្យមួយនៅនោះមិញឥឡូវខ្ញុំចូលសម្រាប់នៅចូលសម្រាប់ថ្ងៃត្រង់ចឹងណាហើយក៏ឆ្លៀតថតលេងទៅបងប្អូនខ្លះបែរជាឆ្ងល់ថាអានេះថតអីភ្លាវអញ្ចឹងណាបើទៅបំណងខ្ញុំចង់ថតជាវីដេអូបែបថាយើងថតបែបវីដេអូកូនឡានអញ្ចឹងណាហើយក៏វាសូមមានពេលវេលាបងប្អូនមើលក្នុង channel ខ្ញុំឃើញខ្ញុំថតអត់ content អត់ច្បាស់លាស់ហើយគឺមករយៈក្រោយហ្នឹងខ្ញុំថតពីកូនឡានច្រើនហើយនោះផ្លិចអានោះនៅខុសច្រើនដែរពួកកូនឡានលឿងចឹងហើយបងប្អូនអាចត្រូវការចាប់អារម្មណ៍អីបងប្អូនអាចទំនាក់ទំនងខ្ញុំប៉ុន្តែបើសិនជាបងប្អូនស្គាល់ឬក៏នេះអាចតាក់ទងបានហ្នឹងហើយចាំមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំភ្លេចឃើញហើយអស់ឆ្ងល់ហើយជួយ like subscribe ដល់បងប្អូនបានអរគុណ